ngày ní bọn ôn tê là ôn mà xua trong tu à bà lớp tu em tu tới nhom xôm chlau ấy từ nâng con rịa bột hát và non can nè non tách ca xa thiên này nhặt cao tu bà tì mùi còn cháu thật nhóm chi và mẹ lừa bột cún nâng ăn gặp hiếp ở bột hạt hãy còn xôm ao dương và hai phó tang chỉ xa thiên nè trong pua bị sầm đầy đại bàn sập sái nâng cá chi và mát một lứa con rịa bột hát dương nhom nhóm xôm với ca bầm lứ đôi tỏ từ đi mùi nhóm bán tờ tu cá sông chồng nuôi on ra cốm pi ôn tan cầm sùa bẹt pon từ nâng cá pra pra sấp ẩm nát rùm lốp ẩm nát rồi bọc bọc cul sang xà răng mê bên chia ca con rít ở một hạt khét rồi chết đòi con tại ôn tan cầm súa sna đi ca tới ông pi bọt là mơ pressure nâng sna xong ao miên ca ăn ra cùng chân mình mau ăn ra cùng chập chân nữa mất bài chia máu xua đó li khát pes cả càng chân xua tha ta tuần vừa nắng trăm trái đấy nên vậy hưởng hạt mùi nơi cả hạt mùi nơi khai cái trẻ trong bóng lư đương fc năng tiết miên tràn đó nhưng mà trong vùng rít cho đương tê tăngពីឆ្នាំ2017នៅខេត្តមណ្ឌលគិរីក៏មានបាត់ល្មើសព្រៃឈើនៅទីនោះហើយគាត់ក៏មានបញ្ហាផុសតាងក៏យើងមានព័ត៌មានផ្សាយប្រងព្រាតរឿងនៅកំពង់ឆ្នាំងក៏យើងមានតែយើងអត់ចង់ហែកកកាយឲ្យច្រើនមានការអីខ្ញុំចង់ធ្វើការជាមួយគ្នាដោយឆន្ទៈដោយស្មោះត្រង់មិនចង់ហែកឲ្យច្រើនលឹះហ្នឹងតែខ្ញុំទទួលស្គាល់ថាខ្ញុំពិតជាជេរទៅលើឈ្មោះស្អីគេស្អីមានពាក្យខ្លះខ្ញុំជេរស្អីសាក់សារ៉ាំងឈ្មោះប្របាក់ហាយពេកឈ្មោះសាក់សារ៉ាំងខ្ញុំអត់បដិសេធទេទីមួយខ្ញុំឃើញគាត់ហួសហេតុពេកខ្ញុំជេរប៉ុណ្ណឹងបងប្អូនឈឺតែបងប្អូននេះបុគ្គលសាក់សារ៉ាំងហ្នឹងធ្វើអំពើអាក្រក់មកលើប្រជាជនតើមានយល់អារម្មណ៍ថាប្រជាជនយើងខ្ញុំឈឺទេឈឺខ្ញុំនិយាយជ្រុលខ្ញុំទទួលស្គាល់ទី1ខ្ញុំបកស្រាយទី2ខ្ញុំទទួលតនកម្មផ្លូវច្បាប់អត់សុខចិត្តដឹងបានខ្ញុំទទួលខុសត្រូវទាំងអស់និយាយកូនប្រុសនិយាយខុសហ៊ានទទួលណានិយាយខុសហ៊ានទទួលខ្ញុំអាចសុំទោសខ្ញុំអាចមិនទទួលសុំទោសអាចត្រឹមខ្ញុំបានបាទតែខ្ញុំចង់បញ្ជាក់ថាខ្ញុំនិយាយតែអំពីបុគ្គលទេខ្ញុំអត់បាននិយាយប៉ះពាល់ទៅដល់ស្ថាប័នទេសូមសំណូមពរឯកឧត្តមសេនីយ៍ទាំងឡាយនៅក្នុងស្ថាប័នអាវុធហត្ថកុំទាញករណីបុគ្គលមកកុំទាញស្ថាប័នមកបិទបាំងទង្វើបុគ្គលម្នាក់ខ្ញុំសូមអង្វរដោយទទូចខ្ញុំការពាររាជរដ្ឋាភិបាលគេជេរប្រមាថម៉ែឪរាល់ថ្ងៃក៏ដូចការពារស្ថាប័នជាតិគ្រប់ទាំងអស់មានហេតុផលអីដែលខ្ញុំប្រមាថស្ថាប័នណាមានហេតុផលអីខ្ញុំទទួលស្គាល់ខ្ញុំនិយាយលើសប៉ះបុគ្គលសាំងស្អីសាក់សារ៉ាំងហ្នឹងខ្ញុំទទួលស្គាល់គាត់មិនពេញចិត្តប្តឹងខ្ញុំបានបាត់ជេរប្រមាថប្តឹងចុះតែខ្ញុំចង់បញ្ជាក់ថាខ្ញុំអត់បានជេរប្រមាថស្ថាប័នកងរាជអាវុធហត្ថទេហើយបើខ្ញុំមានពាក្យណាមួយលើសសូមលោកពូសៅសខាយោគយល់អធិស្ឋានខ្ញុំមិនមានចេតនាទេពូខ្ញុំសុំទោសខ្ញុំហៅពូសៅសខាខ្ញុំអត់មានចេតនាប្រមាថពូប្រមាថស្ថាប័នពូទេពូមើលជីវិតក្មួយតែឃើញហើយការពាររដ្ឋាភិបាលការពារថ្នាក់ដឹកនាំការពារស្ថាប័នជាតិទាំងអស់ពួកប្រឆាំងជេរម៉ែខ្ញុំជេរឪពុកខ្ញុំដូចហៃសពុតខ្ញុំមិនដែលតូចចិត្តទេតែបើខ្ញុំនិយាយលើខ្វះអីពូប្រាប់ទៅអាណាណែអាក្មួយនិយាយលើហើយក្មួយឯងនិយាយចឹងអត់ត្រឹមត្រូវទេណាក្មួយកែណាអត់ធ្វើចឹងទេណាតែពូប្រាវពូចេញញត្តិកោតទោសខ្ញុំហាក់ដូចជាខ្ញុំផែងវណ្ណៈជាជនក្បត់ជាតិតែខ្ញុំមិនតូចចិត្តទេពូរស់នៅក្នុងដំបូលសន្តិភាពដើរកាត់ភ្លៀងខ្ញុំជួបរឿងអញ្ចឹងឆ្អែតហើយខ្ញុំមិនប្រកាន់ខ្ញុំមិនថាអីទេមិត្តភ័ក្ដិខ្ញុំខ្លះទេមកសិតតែមេ PM ថាអញសុំទោសធ្វើម៉េចបត់បញ្ជាថាបត់បញ្ជាត្រូវតែធ្វើតាមបាទឲ្យធ្វើចោះ
ខ្ញុំអត់បដិសេធទេខ្ញុំជេរតែបុគ្គលស័កសារ៉ាងហ្នឹងទេព្រោះវាឆ្លើយពេកឆ្លើយពោះហ្នឹងរឿងបុគ្គលថារឿងបើឧទាហរណ៍ថាបុគ្គលហ្នឹងខ្ញុំជេរបុគ្គលហ្នឹងប្តឹងខ្ញុំចោះឲ្យគាត់ប្តឹងខ្ញុំចោះតែខ្ញុំចង់បញ្យល់ទៅឯកឧត្តមពូសៅសុខាថាមួយម្នាក់នេះការពារស្ថាប័នជាតិការពារនាំការពាររដ្ឋាភិបាលអត់ហ៊ានថ្លើមធំទៅប្រមាថស្ថាប័នពូទេអត់ប្រមាថដាច់ខាតពូអត់មានទេបើសិនជាក្មួយម្នាក់នេះនិយាយលើសឲ្យក្មួយសុំទោសលោកពូសុំទោសដោយស្មោះពូតែក្មួយសុំអង្វរពូមេត្តាធ្វើម៉េចកុំអត់អោនឲ្យបុគ្គលដែលធ្វើខូចនៅក្រោមកងរាជអាវុធហត្ថនេះខ្ញុំលាក់បាំងច្រើនណាស់និយាយមិនចង់បានគុណសម្បត្តិពីពូទេណាមន្ត្រីនៅក្រោមពូខ្លះរស់ស៊ីរត់ពន្ធតំណែងពីវៀតណាមមកស្រុកខ្មែរអត់បង់ពន្ធឲ្យរដ្ឋក៏មានមន្ត្រីពូខ្លះកាងស្កេមអនឡាញក៏មានតែខ្ញុំមិនដែលហែកទ្រូងឲ្យក្អែកចាប់ដោយសារខ្ញុំយោគយល់មន្ត្រីទាំងអស់ហ្នឹងសូមឲ្យពូមេត្តាយោគយល់ខ្ញុំវិញខ្លះបើសិនជាខ្ញុំនិយាយលើសលួសហើយពូយល់ថាមិនព្រោះស្ដាប់ណាខ្ញុំម្ដងទៀតសុំទោសពូសុំដោយចេញពីចិត្តមិនមែនសុំឌឺដងទេសុំដោយស្មោះពូខ្ញុំការពារស្ថាប័នជាតិស្ថាប័នរដ្ឋាភិបាលទាំងអស់ឲ្យគេជេរប្រមាថម៉ែឪដូចហែកចពុតពូក៏ដឹងដែរហើយរឿងនេះជារឿងករណីខ្ញុំអន្តរាគមបងប្អូនតាន់កំសួរដើម្បីណាតិទៀនទៅលើមេ PM ខេត្តកញ្ចេះតែម្នាក់គត់តែម្នាក់នឹងគត់ពូមានរឿងផ្សេងទៀតតែខ្ញុំអត់ចង់បញ្ចេញទៅវាសាយភាយទាំងអស់ពូខ្ញុំសូមឱកាសពូធ្វើការជាមួយណាអ្នកណាដែលជាសមត្ថកិច្ចរបស់ពូយ៉ាងណាពូបើកផ្លូវមកដើម្បីឲ្យមានដំណោះស្រាយណាមួយព្រោះខ្ញុំក៏នៅក្រោមដំបូលសន្តិភាពក្រោមដំបូលរបស់ពូដែលមើលការពារដែរខ្ញុំអត់មានចេតនាណាប្រមាថពូទេប្រមាថស្ថាប័នពូគឺអត់សោះហ្មងហើយបើខ្ញុំនិយាយលើសលួសប៉ះពាល់ពូគិតថាហើយនិយាយនឹងប៉ះស្ថាប័នអញធ្ងន់ណាស់អូខេក្មួយសុំទោសពូសុំទោសពូបាទក្មួយអត់មានចេតនាទេពូគោលបំណងពូតែគោលបំណងក្មួយតែមួយគត់គឺបុគ្គលណាស័កសារ៉ាងថាគាត់ខ្សែអីខ្ញុំអត់ដឹងទេឆ្នាំ2017គាត់ពាក់ព័ន្ធបទល្មើសព្រៃឈើនៅអូហុចខេត្តមណ្ឌលគិរីធំណាស់ត្រូវបានដកចេញពីនោះមកខ្ញុំអត់ចង់ហែកអីតទៅវិញឆ្ងាយទេនៅកាចេះចម្រិតយកលុយគេបាញ់មកមានតាំងពីណាសំលេងក៏មានស្អីក៏មានវីដេអូក៏មានតែខ្ញុំអត់ចង់បញ្ចេញកាលណាគេបញ្ចេញទៅគេវាយប្រហារថែមទៀតខ្ញុំនេះវាប្រឹងទប់អាគុណសម្បត្តិយើងខំការពារស្ថាប័នអាវុធហត្ថវាទៅជាទទួលតនកម្មថ្កោលទោសពេញប្រទេសដូចជនក្បត់ជាតិចឹងបាទដូចជនក្បត់ជាតិអញ្ចឹងតើខ្ញុំក្បត់ជាតិរឿងអីហើយបើមិនសុខចិត្តជេរពាក្យជេរប្រមាថរបស់ខ្ញុំច្បាប់យើងមានថាប្តឹងខ្ញុំទៅបាទច្បាប់មានថាប្តឹងខ្ញុំទៅខ្ញុំមកបានក្បត់ជាតិយើងទេពូឃើញហើយប្រទេសជាតិមានសង្គ្រាមខ្ញុំទៅនៅតែព្រំដែនទេពូយកអង្គជួយកងទ័ពជួយប៉ូលីសជួយប្រជាជនតាមព្រំដែនរាប់សិបតោនចូល100តោនណាពូតើខ្ញុំក្បត់ជាតិរឿងអីដល់ថ្នាក់ចេញញ៉ាត់កោទោសពេញប្រទេសហើយខ្ញុំសូមសំណូមពរឲ្យបងប្អូនចេញញ៉ាត់មេត្តាមើលមតិប្រជាពលរដ្ឋផងថាតើពលរដ្ឋគាត់មានទស្សនៈបែបណាគាត់មានមតិយ៉ាងណាខ្ញុំអត់ចង់បកសត្រូវអីទេខ្ញុំចង់ឲ្យរួមគ្នាធ្វើការខ្ញុំទទួលស្គាល់សម្ដីវាអាក្រក់តែមិនមែនសម្ដីអាក្រក់នឹងនិយាយគ្នាមិនបានណាឥឡូវពូបើកផ្លូវឲ្យខ្ញុំមកណែអាណាឯងមកជួបកូនចៅអញនិយាយគ្នារឿងនេះអូដំណោះស្រាយណាប្រយោជន៍រួមទាំងអស់គ្នាផ្លែតពូវាយខ្ញុំឥឡូវលឺថាយកប្តឹងខ្ញុំទៀតខ្ញុំអត់ខ្លាចទេពូប្តឹងចោះហើយពូចង់ចាប់ក៏ចាប់ចោះខ្ញុំអត់ថាអីទេព្រោះខ្ញុំរស់នៅក្រោមអំណាចរបស់ពូនឹងពូចង់ធ្វើអីក៏បានដែរតែខ្ញុំគិតថាពូមិនមែនអញ្ចឹងទេបាទព្រោះពូក៏ជាអ្នកស្នេហាជាតិលះបង់គ្រប់យ៉ាងដើម្បីជាតិតាំងពីនៅកុមារភាពខ្ញុំមិនមែនមិនស្គាល់ពូណាខ្ញុំគោរពពូឃើញហើយជួបកន្លែងណាក៏ខ្ញុំលើកដៃសាពះពូដែរអញ្ចឹងត្រឡប់មកវិញសង្ខេបសរុបពាក់ព័ន្ធនឹងញ៉ាត់កោទោសរបស់អាវុធហត្ថទូទាំងប្រទេសចំពោះខ្ញុំ
ជាសិទ្ធិរបស់ស្ថាប័នរបស់ពួកគាត់ទេតែខ្ញុំចង់បញ្ជាក់ថាខ្ញុំអត់មានប៉ះពាល់ស្ថាប័នទេអត់មានប៉ះពាល់ទេខ្ញុំនិយាយតែពីបុគ្គលនឹងមួយដែលគាត់មានរឿងអាស្រូវច្រើនហេតុអីបានហេតុជាចម្ងល់ថាហេតុអីបានគាត់នៅតែមានតំណែងនៅក្នុងមេបញ្ជាការហ្នឹងអស់ពីខេត្តមួយទៅខេត្តមួយអាហ្នឹងខ្ញុំនិយាយមែនខ្ញុំអត់មានថាខ្ញុំអត់និយាយទេវាគ្រាន់តែជាចម្ងល់ថាហេតុអីបានបុគ្គលម្នាក់ហ្នឹងអញ្ចឹងហើយបើខ្ញុំនិយាយលើសខ្វះខ្ញុំជំរាបពូម្ដងទៀតថាខ្ញុំសូមទោសពូដោយស្មោះបាទសូមទោសពូដោយស្មោះហើយខ្ញុំមិនចង់ធ្វើសត្រូវអីទេពួកខ្ញុំកូននិយាយចំទៅថ្ងៃនេះខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាមានមោទនភាពដែរខ្ញុំគ្រាន់តែជាកូនឆ្មាកូនឈាមទូចមួយបែរជាញ៉ាត់ក្របមកប្រទេសមកលើខ្ញុំហាក់ដូចជាឲ្យតម្លៃខ្ញុំពេកតាំងតែពិតខ្ញុំប្រើត្រឹមតែសាក់មួយសាក់ពីរមកប្រាប់ទៅណាឯងនិយាយប៉ះពាល់ស្ថាប័នអត់បានទេខុសត្រូវអញ្ចឹងឯងកែចេះអាហ្នឹងអូខេយើងកែភ្លាមពួកខ្ញុំមនុស្សមានការធ្វើខុសត្រូវតាពូបាទពីព្រោះគោលបំណងខ្ញុំអត់ចង់បានអីទេគោលបំណងខ្ញុំចង់រួមគ្នាការពារធនធានធម្មជាតិដោយតែឆន្ទៈរបស់លពូអញ្ចឹងលពូខ្ញុំស្ដាប់ហើយបងប្អូនផ្ញើសារមកដែលលពូចេញប័ណ្ណបញ្ជាឆ្នាំ2023ឲ្យកំទេចអាពួកប្រព្រឹត្តបទល្មើសព្រៃឈើនេះខ្ញុំពេញចិត្តណាខ្ញុំឡាយចប់នេះខ្ញុំចាក់សាររបស់ពូហ្នឹងខ្ញុំពេញចិត្តណាបាទខ្ញុំក៏ដូចពូដែរក៏ជាក្មេងចំនួនក្រោយដូចពូដែរខ្ញុំសុំពូយោគយល់ក្មួយកុំថាប៉ះដៃយកដៃប៉ះយើងយកជើងក្មួយខុសឆ្គងកន្លែងណាពូណែនាំក្មួយមកបាទណែនាំក្មួយមកខ្ញុំសុំតែប៉ុណ្្នឹងទេខ្ញុំមិននិយាយវែងឆ្ងាយបន្តទៀតទេហើយក៏មិនចង់បកស្រាយអីឲ្យរហូតដល់ខ្លាយទៅជាផុសតាងដែលធ្វើឲ្យវត្តកាលណាខ្ញុំបញ្ចេញផុសតាងច្រើនក្រុមអកតេខ្លះវាយកទៅវាយប្រហារស្ថាប័នអញ្ចឹងខ្ញុំអត់បញ្ចេញទេខ្ញុំសុខចិត្តចាំធ្វើការសហការផ្ដល់ព័ត៌មានដោយស្ងប់ស្ងាត់ជាមួយនឹងកងរាជអាវុធហត្ថផ្ទៃប្រទេសរងចាំសហការបាទរងចាំសហការអញ្ចឹងសូមពូខ្ញុំនៅនិយាយដដែលសូមពូយោគយល់នៅពាក្យចលើសបើសណាមួយរបស់ក្មួយដែលនិយាយលើសខ្វះបាទតែក្មួយចង់បញ្ជាក់ថាក្មួយអត់មានប៉ះពាល់ស្ថាប័នអាវុធហត្ថទេគឺនិយាយតែអំពីបុគ្គលសិក្សាទោះបីពាក្យក្រូតគ្រៀតជេរប្រមាថក៏ជេរតែបុគ្គលសាក់សារាងដែរឲ្យសាក់សារាងនឹងប្តឹងក្មួយពីបទជេរប្រមាថចុះបាទក្មួយទទួលខុសត្រូវទាំងអស់បាទអញ្ចឹងខ្ញុំថ្ងៃនេះខ្ញុំសូមឡាយសង្ខេបប៉ុណ្ណឹងហើយសូមអរគុណបងប្អូនទាំងអស់គ្នាដែលចូលមកមើលនៅទីនេះបាទអរគុណជាថ្មីម្ដងទៀតបាទហើយខ្ញុំសង្ឃឹមថាពូនឹងយោគយល់ណាអនុគ្រោះដល់ក្មួយដែលនិយាយលើសលួសអីប៉ះពាល់ដែលពូគិតថាប៉ះពាល់ស្ថាប័នតាំងតែពិតខ្ញុំនៅតែបញ្ជាក់ឡើងវិញថាខ្ញុំអត់មានចេតនាទេបាទខ្ញុំមិនមែនជនក្បត់ជាតិដែលត្រូវវាយប្រហារស្ថាប័នរបស់ជាតិទេព្រោះមួយថ្ងៃខំធ្វើការដើម្បីតែជាតិការពារតាំងពីស្ថាប័នតាំងពីថ្នាក់ដឹកនាំតាំងពីគោលនយោបាយរបស់ជាតិមានហេតុផលអីដែលខ្ញុំត្រូវប៉ះពាល់ស្ថាប័នអត់ទេអត់មានទេខ្ញុំនិយាយតែពីទង្វើរបស់បុគ្គលទេបាទអញ្ចឹងខ្ញុំសូមបញ្ចប់ការ live ប៉ុណ្ណេះសូមអរគុណបងប្អូនអរគ្នាម្ដងទៀតដែលចូលមើលបាទ